បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែ3ថ្ងៃនេះខ្ញុំមកបញ្ជាក់ជូនពីការផ្សំថ្នាំសរសៃខ្ចីបាទអញ្ចឹងខាងបងប្រុសនៅអូសោមខាងពោធិ៍សាត់ដែលគាត់បានកំងបាទថ្នាំសរសៃខ្ចីឥឡូវរៀបចំរួចហើយរៀបនឹងផ្ញើជូនទៅគាត់បាទអញ្ចឹងថ្នាំសរសៃខ្ចីនេះមិនមែនតម្រូវតែថ្នាំផ្សះថ្នាំសរសៃតែម្យ៉ាងទេខាងខ្ញុំនេះគឺទី1បាទដាក់ថ្នាំតម្លាក់ឈាមស្អុយដែលនៅក្នុងស្បូនបាទតើកាលណាឆ្លងទៅលើរួចអាចនឹងមានឈាមសសល់អីពេលប្រើថ្នាំនេះទៅធ្លាក់អស់បាទធ្វើស្រួលខ្លួនទី2មានថ្នាំក្តៅថ្នាំផ្សះបាទក្តៅហ្នឹងមិនមែនថាក្តៅឲ្យធ្វើទុកអីក្តៅសរសៃបាទកម្ដៅសរសៃហើយនឹងផ្សះហើយដើរខ្យល់ស្រួលធ្វើឲ្យបាយឆ្ងាញ់បានន័យថាជំនួយសរសៃឲ្យបាយឆ្ងាញ់ទៀតហើយក៏មានថ្នាំជំនួយទឹកដោះបាទជំនួយទឹកដោះនេះជាប្រភេទដើមនេះគឺប្រកែដាក់ទៅទឹកចេញទឹកដោះលឿនហ្មងបាទហើយក៏មានថ្នាំទាស់នេះដាក់ផ្សេងបាទនេះក្រកខ្មៅហ្នឹងបើករណីមានបញ្ហាទាស់កើតឡើងនៅពេលណាមួយដាំទឹកហូបទៅមកផ្តិលគឺបាត់តែឬមួយក៏ដុសជាមួយទឹកកហូបក៏បានដែរបាទអញ្ចឹងការផ្សំថ្នាំខាងខ្ញុំនេះมันមានផ្សំទុកទេថ្នាំបាទតលតែអ្នកជំងឺគាត់កំងបានផ្សំជំងឺផ្សេងហើយបើអ្នកសរសៃខ្ចីគាត់កំងខ្ចីគាត់កំងក៏ដូចគ្នាដែរបានខ្ញុំរៀបចំផ្សំឲ្យផ្ញើទៅបាទហើយនៅក្នុងនោះបញ្ជាក់ទៀតមានថ្នាំតម្លាក់ឈាមស្អុយបាទសម្អាតស្បូនហ្នឹងក៏មានថ្នាំក្តៅថ្នាំផ្សះបាទហើយថ្នាំបាយឆ្ងាញ់និងថ្នាំទាស់ថ្នាំជំនួយទឹកដោះបាទដាក់ទៅជាមួយគ្នាងាយស្រួលប្រើកុំឲ្យថាកំពុងប្រើស្រាប់ខ្វះទឹកដោះបាទអញ្ចឹងអត់ខ្វះទេតែបានប្រើគឺសម្បូរទឹកដោះហើយបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរបាទខាងខ្ញុំនេះមិនមែនមានតែថ្នាំសរសៃខ្ចីទេមានថ្នាំច្រើនប្រភេទឲ្យតែកំងគឺបានដូចជាខាងអ្នកនៅស្ទឹងត្រែងនេះគាត់កំងថ្នាំដាករីកបាទហើយស្បែកគាត់ឡើងលឿងរៀបចំរួចហើយក៏ដាក់ទៅថ្ងៃនឹងដែរហើយនឹងមានភ្ញៀវមួយទៀតនេះនៅខាងព្រះវិហារគាត់កើតជំងឺកាពះពោះវៀនអមជាមួយនឹងតម្រងនោមបាទគាត់ដាក់ទៅថ្ងៃនឹងដូចគ្នាដែរបាទអញ្ចឹងថ្ងៃនេះមានតែ3នាក់ទេបាទហើយថ្នាំសរសៃខ្ចីនេះខាងបងប្រុសនៅអូសោមគាត់យកច្រើនបាទនិយាយរួមគាត់យកច្រើនបាទយកចំនួន10គីឡូច្រើនវាស្មើនឹងជិត3កញ្ចប់ធំបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ពិគ្រោះជំងឺជាមួយខ្ញុំអាចទាក់ទងបានតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏ Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដែរបាទហើយព័ត៌មានផ្សេងពុកម៉ែបងប្អូនអាចទេទំនាក់ទំនងក៏បានឆាតក៏បានផ្ញើសារតាម Telegram ក៏បានគ្រាន់តែបញ្ជាក់ជូនពុកម៉ែបងប្អូនថាខាងខ្ញុំនៅតំបន់ព្រៃភ្នំពេលខ្លះទេអត់ចូលទេអត់សូវមានសេវាទូរស័ព្ទអញ្ចឹងសូមអធិស្ឋានផងបាទជាពិសេសគឺពេលព្រឹកឡើងខ្ញុំដើរជីកថ្នាំតាមដងភ្នំកាប់ថ្នាំតាមជើងភ្នំអីចឹងទៅបាទមិនសូវមានសេវាទូរស័ព្ទទេហើយទុកទូរស័ព្ទនៅនឹងផ្ទះមិនសូវយកតាមទេបាទបើយកតាមក៏អត់សេវាដែរកន្លែងខ្លះក៏មានកន្លែងខ្លះក៏អត់ហើយទុកនៅផ្ទះហ្នឹងក៏មានដាច់ទៀតប៉ុន្តែបើម៉ួយដែលគាត់បានប្រើពីមុនមកហើយគឺគាត់អត់ចោលទេគាត់ព្យាយាមបាទអញ្ចឹងពុកម៉ែបងប្អូនអាចព្យាយាមដូចគ្នាដែរបាទសូមអធិស្ឋានហើយបញ្ជាក់ជូនពុកម៉ែបងប្អូនថាខាងខ្ញុំមានថ្នាំប្រកែស័ក្តិសិទ្ធិឲ្យតែបានប្រើគឺធូរលឿនណាបាទហើយមិនមែនចិត្តថាទេបងប្អូនប្រើទើបដឹងបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ